Sky Villa សម្រាប់លក់នៅប៉ែកខាងជ្រោយចង្វាបងថ្ងៃនេះខ្ញុំមាន Sky Villa មួយចង់មកណែនាំបងដែលចូលចិត្តមាត់ទន្លេហើយចង់បានប្រភេទ unit ធំជាពិសេសគឺដូច Sky Villa មួយនេះមក unit នេះគឺ special មែនតើសម្រាប់ Sky Villa គឺមានចដាលយន្តដាច់ដោយឡែកគឺ private មកហើយប្រភេទ unit មួយនេះគឺមួយជាន់គឺមានតែ2ទេអញ្ចឹងនេះគឺជាជាន់ Sky Villa ដែលក្នុងមួយជាន់គឺមានតែ2ទេហើយមានចដាលយន្ត private មែនតើអញ្ចឹងគឺបងពេលទិញ unit នេះទៅគឺបងមានអ្នកជិតខាងស្រាប់ហើយដោយសារតែ unit មួយទៀតគឺបានលក់ចាញ់ហើយសម្រាប់ប្រភេទ Sky Villa មួយនេះមាន6បន្ទប់គេង6បន្ទប់ទឹក living room 2កន្លែង massage មួយហើយជាកែនបាយដ៏ធំមួយនេះគឺជាបន្ទប់ទី1ដែលអាចមើលឃើញ view ទន្លេហើយមានវេរ៉ង់ដានៅខាងក្នុងនៅយ៉ាងធំអញ្ចឹងគ្រប់បន្ទប់ទាំងអស់គឺសិតតែអាចមើលឃើញ view ទន្លេហើយសម្រាប់បន្ទប់គេងទី2នេះគឺដូចគ្នាបងហើយក្នុងបន្ទប់នីមួយគឺមានបន្ទប់ទឹកនៅខាងក្នុងហ្នឹងគឺស្រាប់តែម្ដងខ្ញុំបញ្ជាក់ផងដែរថាទៅតងជាមួយតម្លៃនេះគឺបងទិញហើយគឺផ្ដល់ជាមួយនឹងសម្ភារៈជាមួយនឹងការដេកដូចក្នុងវីដេអូហ្នឹងអញ្ចឹងបងទិញហើយគឺអាច overlay ចូលនៅបានតែម្ដងសម្រាប់នេះគឺជាបន្ទប់ master bedroom បន្ទប់នេះគឺធំជាងគេទាំងអស់តែម្ដងជាមួយនឹងការ design ក្នុងបន្ទប់និងការ decor ក្នុងបន្ទប់នេះគឺ modern ជាងគេផងដែរបងទទួលបានវេរ៉ង់ដាធំជាងគេក្នុងបន្ទប់នេះមានតុ make up មានកន្លែងដាក់ closet private បន្ទប់ទឹកធំគ្រាន់តែបន្ទប់ទឹកនេះប្រហែលជា30ម៉ែត្រការ៉េជាងដែលមាន bathtub នៅខាងក្នុងនឹងទៀតឥឡូវនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលកន្លែង massage និងកន្លែងហាត់ប្រាណជាទូទៅគេទិញ condo គឺមិនបាច់ចាំចេញពីអគារទេតែបងទិញ Sky Villa មួយនេះគឺមិនបាច់ចាំចេញពី Sky Villa ហ្មងដោយសារតែនៅខាងក្នុងនេះគឺមានទាំងអស់តែម្ដងបងប្អូនដែលចូលចិត្តនៅជុំគ្នាហើយមានសមាជិកច្រើនអាចមើលជាមួយនឹង Sky Villa មួយនេះបានឥឡូវនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើល living room ទី1សម្រាប់ living room ទី1នេះគឺស្អាតធំទូលាយមានទូដ៏ធំមួយនៅខាងក្នុងហ្នឹងប៉ុន្តែទៅទៅមួយ living room មួយនេះគឺអត់មានវេរ៉ង់ដានៅខាងក្រៅទេតែបងនៅតែអាចមើលឃើញ view ទន្លេបានដូចគ្នាតែមកជាហៀងទៀតនៃ Sky Villa មួយនេះគឺមានបន្ទប់គេងមួយហើយនិង living room មួយទៀតគឺជាបន្ទប់គេងចុងក្រោយគេដែលមានសភាពទូចសម្រាប់កូនក្មេងឬក៏កូនរបស់បងទាំងអស់គ្នាអញ្ចឹងទៅជាមួយនឹង Sky Villa គឺមានវេរ៉ង់ដាគ្រប់បន្ទប់ទាំងអស់តែម្ដងបន្ទប់មួយនេះបងអាចច្នៃធ្វើជា meeting room ក៏បានកន្លែងញ៉ាំបាយក៏បានដែរទៅជាមួយនឹងផ្ទះបាយវិញគឺមានសភាពធំទូលាយងាយស្រួលដល់បងធ្វើម្ហូបខ្លាំងមែនតើនេះគឺជា living room ដែលធំជាងគេនៅក្នុង Sky Villa មួយនេះតែនៅក្នុងនេះផងដែរគឺមាន balcony យ៉ាងធំ view មួយនេះបងអត់មានច្រើនទេនៅក្នុងស្រុកខ្មែរតែបងអាចមើលឃើញទន្លេអាចមើលឃើញកោះជាមួយនឹងទីក្រុងដូច្នេះទៅជាមួយនឹងព័ត៌មានបន្ថែមបងអាចតំណសួរបានតាមរយៈ Telegram ដែលមាននៅលើ caption អរគុណ